សួស្តីបងប្អូនទាំងអស់គ្នាវីដេអូនេះខ្ញុំមកប្រាប់បងប្អូនទាំងអស់គ្នាឲ្យចេះអំពីរបៀបការទៅដាក់នៅ Gmail Star អញ្ចឹងបងប្អូនឆ្ងល់ហើយថាតើ Gmail Star គឺជាអ្វី Gmail Star គឺជា Gmail មួយដែលវាបានគ្រប់គ្រងទៅលើ Gmail អញ្ចឹង Gmail Star ដែលបងប្អូនធ្វើការយកមកដាក់បងប្អូនត្រូវតែមានដាក់លេខទូរស័ព្ទឲ្យបានត្រឹមត្រូវតែមាន Gmail Star បន្តទៀតដើម្បីធ្វើការគ្រប់គ្រងនៅ Gmail មួយនោះអញ្ចឹងមុននឹងចូលទៅបទបង្ហាញសូមបងប្អូនកុំភ្លេចជួយចុច like និង subscribe ដាក់សញ្ញាកណ្ដឹងឲ្យ channel ខ្ញុំបានម្នាក់មួយផងដើម្បីពេលខ្ញុំបាន upload នៅវីដេអូថ្មីៗពេលក្រោយបងប្អូននឹងបានឃើញអញ្ចឹងយើងចូលទៅកាន់ Gmail ទាំងអស់គ្នាបងប្អូនបាទអញ្ចឹងយើងចូលមកគឺវាមានតម្រងបែបនេះបាទអញ្ចឹងថ្ងៃមុនខ្ញុំបានធ្វើការបង្កើតនៅវីដេអូមួយអំពីរបៀបការបង្កើតនៅ Gmail បងប្អូនអាចទៅមើលបានបាទបើបងប្អូនអត់ទាន់ចេះបង្កើតទេអញ្ចឹងយើងធ្វើការចូលទៅកាន់ខាងលើនេះបងប្អូនបាទអាឡៃស K ហ្នឹងបងប្អូនបងប្អូនធ្វើការចូលមកបាទហ្នឹងហើយអញ្ចឹងវាមកដល់តម្រងបែបនេះបងប្អូនឃើញសញ្ញាឧទានទេគឺវាអត់ទាន់មានសុវត្ថិភាពល្អទេបងប្អូនបាទគឺវាចេញពណ៌លឿងអញ្ចឹងបងប្អូនយកពាក្យថា Google account នេះបាទអញ្ចឹងបងប្អូនចូលមកដល់តម្រងនេះបងប្អូននឹងឃើញនៅកន្លែង setting Gmail យើងហ្នឹងបងប្អូនបាទហ្នឹងហើយអញ្ចឹងបងប្អូនឃើញវាពណ៌លឿងទេបាទហ្នឹងហើយអញ្ចឹងបងប្អូនមកមើលអាកន្លែងរូបសោនេះបងប្អូនបាទបងប្អូនធ្វើការចុចទៅលើហ្នឹងមកបាទហ្នឹងហើយអញ្ចឹងបងប្អូនធ្វើការ scroll ឡើងទៅលើទៅបងប្អូនបាទអញ្ចឹងបងប្អូននឹងឃើញវាពណ៌លឿង2ហើយបងប្អូនបាទអញ្ចឹងទី1នេះគឺដាក់លេខទូរស័ព្ទទី2នេះគឺដាក់នៅ Gmail Star នឹងឯងបងប្អូនបាទហ្នឹងហើយអញ្ចឹងដោយសារខ្ញុំបង្កើតគឺអត់បានដាក់លេខទូរស័ព្ទទេបងប្អូនបាទហើយ Gmail Star គឺខ្ញុំក៏អត់បានដាក់ដែរបងប្អូនបាទហ្នឹងហើយអញ្ចឹងទៅពីចេញពណ៌លឿងបែបហ្នឹងបងប្អូនបាទអញ្ចឹងទី1នេះបើបងប្អូនមានលេខទូរស័ព្ទបងប្អូនដាក់លេខទូរស័ព្ទទៅតែបើអត់មានទេបងប្អូនអាចធ្វើការដាក់នៅ Gmail Star ដូចខ្ញុំបានបាទអញ្ចឹងយើងដាក់វាដើម្បីធ្វើការគ្រប់គ្រងនៅ Gmail មួយហ្នឹងបងប្អូនបាទអញ្ចឹងយើងធ្វើការចុចទៅលើវាទៅបាទហ្នឹងហើយអញ្ចឹងបងប្អូនធ្វើការរងចាំបន្តិចបាទអញ្ចឹងវាមកដល់តម្រងបែបនេះបងប្អូនធ្វើការវាយបញ្ចូលនៅលេខកូដឬក៏ password ដែលបងប្អូនបានធ្វើការបង្កើតនៅ Gmail មួយហ្នឹងបាទអញ្ចឹងខ្ញុំសូមធ្វើការវាយនៅលេខកូដឬក៏ password បញ្ចូលទៅក្នុងប្រឡោះហ្នឹងបងប្អូនបាទអញ្ចឹងបងប្អូនធ្វើការរងចាំបន្តិចបាទអញ្ចឹងខ្ញុំសូមធ្វើការវាយបន្តិចបាទអញ្ចឹងបងប្អូនបង្កើត Gmail បងប្អូនតែមានលេខកូដហើយនិង password ហើយបងប្អូនធ្វើការវាយបញ្ចូលដូចខ្ញុំអញ្ចឹងមកបាទហ្នឹងហើយអញ្ចឹងខ្ញុំបានវាយចូលរួចរាល់ហើយបងប្អូនយកពាក្យថា next ទៀតមកបាទហ្នឹងហើយអញ្ចឹងមកដល់ត្រង់ចំណុចនេះគេឲ្យយើងធ្វើការ add នៅ email បងប្អូនបាទអញ្ចឹងបងប្អូនធ្វើការចុចទៅលើនឹងទៀតមកបាទហ្នឹងហើយអញ្ចឹងបងប្អូនទៅវាយនៅ Gmail Star បងប្អូនទៅហើយពេលនេះខ្ញុំសូមវាយនៅ Gmail Star របស់ខ្ញុំបាទហ្នឹងហើយអញ្ចឹងបងប្អូនវាយទៅបាទហ្នឹងហើយឈ្មោះខ្ញុំបាទគឺបាទបាទគឺបាទហ្នឹងបាទបងប្អូនវាយ Gmail Star របស់បងប្អូនទៅបាទហ្នឹងហើយ @gmail បាទ.com បាទអញ្ចឹងបន្ទាប់ពីយើងធ្វើការវាយនៅ Gmail Star រួចរាល់ហើយបងប្អូនយកពាក្យថា save ទៀតមកបាទចុចពាក្យថា save ទៀតមកហ្នឹងហើយអញ្ចឹងវានឹងធ្វើការផ្ញើកូដទៅកាន់នៅ Gmail ដែលយើងធ្វើការវាយអំបញ្ញមិញបងប្អូនបាទហ្នឹងហើយអញ្ចឹងបងប្អូនអាចធ្វើការចុចដើម្បីយកកូដមក verify បានបាទហ្នឹងហើយខ្ញុំសូមធ្វើការចេញទៅយកកូដបន្តិចបងប្អូនបាទហ្នឹងហើយអញ្ចឹងខ្ញុំបានធ្វើការ copy មកហើយបងប្អូនធ្វើការបញ្ចូលទៅបាទខ្ញុំសូមធ្វើការផាសបងប្អូនបាទហ្នឹងហើយដោយសារខ្ញុំបាន copy មកអញ្ចឹងណាបងប្អូនបាទអញ្ចឹងយើងយកពាក្យថា verify នេះបាទហ្នឹងហើយបងប្អូនបាទអញ្ចឹងយើងបាននៅដាក់នៅ Gmail មួយនេះបងប្អូនបាទគឺ Gmail មួយនេះឯងគឺគ្រប់គ្រងនៅ Gmail ដែលយើងបានដាក់នេះបាទអញ្ចឹងពេលក្រោយពេលសិនជាមានការបាត់បង់បងប្អូនអាចធ្វើការវាយនៅ Gmail មួយនេះទៅហើយបងប្អូនធ្វើការដាក់នៅ Gmail នេះមកដើម្បីឲ្យវា verify code មកផ្ញើមកគឺយើងអាចធ្វើការទាញយកនៅ Gmail ដែលយើងបង្កើតថ្មីនេះបានហើយបងប្អូនបាទអញ្ចឹងបងប្អូនក៏លេខមកមើលខាងលើឃើញវាចេញគ្រីសពណ៌បៃតងហ្នឹងបងប្អូនបាទហ្នឹងហើយអញ្ចឹងត្រង់ចំណុចនេះគឺវាមិនទាន់មានសុវត្ថិភាព 100% ទេបងប្អូនបាទគឺវាតម្រូវឲ្យយើងធ្វើការបញ្ចូលនៅលេខទូរស័ព្ទម្ដងទៀតក៏ប៉ុន្តែខ្ញុំអត់បញ្ចូលទេបងប្អូនបាទបងប្អូនចង់បញ្ចូលក៏បញ្ចូលទៅបាទហ្នឹងហើយអញ្ចឹងខ្ញុំមានសុវត្ថិភាពមួយហើយគឺវាចេញគ្រីសឲ្យខ្ញុំហើយបងប្អូនបាទអញ្ចឹងបើមានបញ្ហាថ្ងៃក្រោយគឺខ្ញុំអាចប្រើនៅ Gmail Star មួយខាងក្រោមនេះបងប្អូនបាទគឺខ្ញុំអាចធ្វើការទាញយកនៅ Gmail ដែលបាត់បង់នឹងមកវិញបានហើយបងប្អូនបាទដោយសារខ្ញុំយក Gmail នៅខាងក្រោមនេះដើម្បីយកមក verify ទាមទារលេខកូដដើម្បីយកមកទាញយកមកប្រើប្រាស់វិញអញ្ចឹងណាបងប្អូនបាទហ្នឹងហើយអញ្ចឹងវីដេអូអំពីរបៀប
ការដាក់នៅ Gmaster គឺមានតែប្រព័ន្ធនឹងទេបងប្អូនបាទអញ្ចឹងយើងអាចធ្វើការថយមកវិញមកបងប្អូនបាទហ្នឹងហើយបងប្អូនអាចធ្វើការថយមកវិញមកហើយបងប្អូនចង់ធ្វើការដាក់តាំងរូបភាពក៏អាចតាំងបានដែរបងប្អូនបាទអញ្ចឹងខ្ញុំឧទាហរណ៍ខ្ញុំដាក់រូបមនុស្សនេះមួយចង់បងប្អូនបាទហ្នឹងហើយខ្ញុំដាក់រូបឧទាហរណ៍បងប្អូនបាទខ្ញុំយកនិចទៀតបាទហ្នឹងហើយអញ្ចឹងយើងចូលពាក្យថា save មកបងប្អូនបាទហ្នឹងហើយអញ្ចឹងបងប្អូនអាចធ្វើការតាំងរូបបានបងប្អូនបាទបងប្អូនអាចរៀបចំតាមនឹងទៅតាមដែលបងប្អូនចូលចិត្តចឹងណាបងប្អូនបាទបងប្អូនចង់តាំងក៏បានអត់តាំងក៏បានដែរបងប្អូនបាទហ្នឹងហើយអញ្ចឹងយើងធ្វើការថយមកវិញបងប្អូនបាទអញ្ចឹងឃើញបងប្អូនមានរូបយើងចង់ដាក់រូបយើងក៏បានដែរបងប្អូនបាទហ្នឹងហើយអញ្ចឹងចំណុចនេះវានៅតែពណ៌នឹងដដែលបងប្អូនបាទតែវាអត់មានបញ្ហាទេបើយើងចូលមកកន្លែងនេះមកយើងឃើញវាគ្រីពកខៀវហើយគឺវាអូខេហើយអញ្ចឹងGmail គឺវាមានសុវត្ថិភាពខ្លាំងអញ្ចឹងបងប្អូនបាទហ្នឹងហើយអញ្ចឹងវីដេអូនេះក៏បានមកដល់ទីបញ្ចប់ហើយបងប្អូនបាទអញ្ចឹងជាចុងក្រោយសូមបងប្អូនកុំភ្លេចជួយចុច like និង Subscribe ដាក់សញ្ញាកណ្ដឹងឲ្យ Channel ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីៗពេលដែលខ្ញុំបានអាប់ឡូតនៅពេលក្រោយៗទៀតអញ្ចឹងជួបគ្នានៅវីដេអូក្រោយសូមអរគុណបងប្អូនទាំងអស់គ្នាសូមគោរពលាបាទ